ត្រឹមត្រូវគ្រួសារលោកក្រឡាតាំងពីយូរហើយលោកចុងវាងនេះឥឡូវជាមនុស្សអត់បានការបងឯងគិតថាខ្ញុំចង់ឲ្យគេជន់ឈ្លីគ្រួសារមករបស់យើងតាមអំពើចិត្តមែនទេកូនប្រសាស្នាក់នៅផ្ទះម៉ែក្មេកបែបនេះមានកូនប្រសាប្រុសមែនទេខ្ញុំកាលពីមុនក៏ជាកូនប្រសាប្រុសដែរកូនប្រសាប្រុសម្នាក់ប្រៀបដូចជាកូនប្រុសពាក់កណ្ដាលតាំងពីពេលណាដែលសមាជិកគ្រួសារត្រឡប់មកផ្ទះខ្លួនឯងវិញត្រូវមានលិខិតអញ្ជើញគេឥឡូវនេះគ្រាន់តែជាពួកសត្វយឺតត្រីក្រុមមួយក្រុមទេមានតែពួកឯងទេដែលចាត់ពួកគេជាភ្ញៀវកិត្តិយសខ្ញុំស្មានតែពូម៉ាមើងងាយខ្ញុំតាមពិតគឺខ្ញុំយល់ច្រឡំពីគាត់ជើងហ្វាងទីបំផុតក្មួយត្រឡប់មកវិញហើយក្មួយកុំបារម្ភអីពូមិនដែលខ្វល់ថាក្មួយជាត្រកូលលោកឬអត់ទេទោះអ្នកជាកូនអ្នកមានឬមានលុយឬអត់ក៏ដោយឲ្យតែអ្នកមើលថែយ៉ាវដោយចិត្តស្មោះអ្នកក៏ជាកូនរបស់ខ្ញុំដែរបាទការពិតខ្ញុំមកដល់ហើយទៅសារដូនតាអុជធូបជូនពួកគាត់សិនទៅឲ្យដូនតាមើលមុខគុំប្រសាខ្ញុំឲ្យបានច្បាស់លោកនាយកហ៊ឺមានគេទូរស័ព្ទពីរោងចក្រមកបានខ្ញុំធ្វើការរួចនឹងទៅរកអ្នកទាំងពីរតោះយើងទៅចាំផងយ៉ាវអ្នកនៅក្បែរអូននេះគឺលោកចុងគូនពូធំខ្ញុំនាំចុងគូមកអុជធូបជូនដូនតាឯងនៅតែជាអ្នកប្រុសនៃត្រកូលលោកទៀតឬមិនបណ្ដេញគេចេញពីសាលនេះទៅលោកពូធំកាលពីមុនលោកចូលចិត្តចុងខ្វាំងណាស់កាលពីមុនត្រកូលលោកពិតជាអស្ចារ្យមែនសូម្បីតែចៅហ្វាយចាងក៏ចាត់ទុកអ្នកប្រុសលោកជាភ្ញៀវកិត្តិយសដែរប៉ុន្តែឥឡូវនេះត្រកូលលោកខ្សោយចុះហើយឯងគ្មានសិទ្ធិចូលសាលនេះទេលោកតាពួកលោកនៅទីនេះឬអ្នកណាឲ្យលោកនាំគេមកជីជ័យខ្លួនប្រានដកឯងចេញឲ្យអត់ឥឡូវនេះអត្តសញ្ញាណបានផ្លាស់ប្ដូរខ្លាយជាពួកដែលគ្រប់គ្នាអាចជន់ឈ្លីបាននាងក៏ដូចអ្នកដទៃដែរចង់បណ្ដេញខ្ញុំចេញពីសាលនេះម៉ាក់ស្បោះនៅចំពោះមុខដូនតាចុះយកធូបតូចបែបនេះគ្រប់ដុតឲ្យអ្នកណាថ្ងៃនេះកូនចុងហ្វុងចូលរៀនគួរតែដុតធូបធំបើមិនមែនម៉ាក់ឃើញតបភ្នែកទេពួកកូនពិតជាព្រមយកធូបតូចបែបនេះទៅសែនជីដូនជីតាមែនទេមិនពិភាក្សាជាមួយម៉ាក់ម៉ាក់កូនគិតថាធូបនេះមានតែអ្នកម៉ាក់ទេដែលមានសិទ្ធិប្រើហើយពូធំបាននិយាយថាគ្រួសាររបស់យើងសាបសូន្យហើយសូម្បីតែធូបតូចបំផុតក៏គាត់មិនឲ្យយើងដុតដែរហើយថែមទាំងចង់បណ្ដេញឈុំហ្វុងចេញពីសាលាបុកការីជនទៀតកូនទាំងអស់គ្នាម៉ាក់មិនខ្វល់ថាជីវភាពកូនល្អអត់នោះទេឬមានឋានៈបែបណានោះឡើយម៉ាក់ដឹងថាកូនជាអ្នកដែលម៉ាក់មើលថែរហូតដល់ធំគឺជាកូនបង្កើតរបស់ម៉ាក់គឺគ្រួសាររបស់ខ្ញុំឈុំខ្វាងថ្ងៃនេះកូនមិនត្រឹមតែត្រូវដុតធូបទេថែមទាំងត្រូវដុតធូបធំទៀតលឿនឡើងចាប់យកទៅប្រញាប់ទៅពួកយើងស្ដាប់តាមម៉ាក់អរគុណអ្នកមីងនៅតែហៅមីងទៀតកូនគួរតែហៅម៉ាក់ដឹងទេម៉ាក់ចាសោះម៉ាក់រងចាំពាក្យមួយម៉ាត់នេះរងចាំអស់7ឆ្នាំហើយកូនដឹងទេប្រញាប់ទៅលូឈុំខ្វាងមិនមែនជាអ្នកមានដូចពីមុនទៀតទេគ្រួសារលូពីមុនមានអំណាចតែពេលនេះគេជាមនុស្សគ្មានបានការទេតើគេមានសិទ្ធិអ្វីដុតធូបទី1ឲ្យគ្រួសារលីងយើងបងធំឈុំខ្វាងគឺជាកូនប្រសាររបស់ខ្ញុំដូច្នេះគេមានសិទ្ធិដុតធូបនេះពេលគ្រួសារគេមានអំណាចបងខំកប់គុណពេលគេខ្សែធនក៏មើលងាយគេនេះមិនត្រឹមត្រូវទេ7ឆ្នាំនេះគ្រួសារខ្ញុំខ្សែធនឪពុកម្ដាយបានស្លាប់ខ្ញុំរងការមើលងាយគ្រប់បែបយ៉ាងមានតែគ្រួសារម្ដាយក្មេកទេដែលស្មោះត្រង់នឹងខ្ញុំសកុននេះខ្ញុំលូឈុំខ្វាងចង់ចាំទុកលេងប្អូនស្រីខ្ញុំទៅកុំឲ្យឯងស្ដាយក្រោយឆាប់ទៅចុះពិធីជប់លៀងលាគ្នាចាប់ដើមហើយយើងទៅញ៉ាំបាយទៅការធ្វើតេស្តបានឆ្លងហើយយកកិច្ចសន្យាដែលបានរៀបចំសម្រាប់លីនដានិងភីនីហាមកពីនិចកូនប្រុសហ៊ូឈៀងចៅស្រីលីនយូនិងកូនប្រសារប្រុសលូយីឈិន
សូមជូនពរលោកតារីករាយឆ្នាំថ្មីមានអាយុយឺនយូរសុខភាពល្អនិងមានកូនចៅពេញផ្ទះមានអ្វីដែរលីថាយីឈិនទើបតែបានឡើងតំណែងថ្មីនេះពិតជាក្មេងហើយពូកែមែននេះក៏ដោយសារតែជាសំណាងរបស់លោកតាហើយ ខ្ញុំបានយកកាដូមកជូនលោកតា អូនេះគុំស៊ីវដេយ៉ាប៉ុនស្វាយយីជីងតេតាប្រហែលជាមានតម្លៃ30,000ហើយកូនល្អណាស់កូនពិតជាមានភ្នែកល្អក្នុងការជ្រើសរើសកូនប្រសាចាសសុកលោកតានៅមានខ្ញុំទៀតណាស្រាមៅថៃឆ្នាំសេះនេះគឺខ្ញុំម៉ាក់និងពូវ៉ាងបានរៀបចំជូនលោកតាសូមជូនពរលោកតាសំណាងល្អក្នុងឆ្នាំសេះនិងមានសុខភាពល្អស្រានេះប្រហែលជាង10,000ហើយមើលទៅចៅប្រសាររបស់គ្រូសាលីនយើងសុទ្ធតែជាមនុស្សឆ្នាំទៅថ្ងៃមុខបន្តដល់ចំនួនពួកឯងតាអស់បារម្ភហើយអូយលោកយាយក្នុងគ្រួសារយើងនៅមានចៅប្រសារម្នាក់ទៀតដែលមិនទាន់ជូនកាដូលោកយាយផងគេគឺជាចៅវាយក្មេងល្បីឈ្មោះរបស់តកូលូកាលពីមុនគេចាយលុយធំដែរណាស់ជូនកាដូម្ដងមិនដែលក្រោម10,000 យន់ទេមិនដឹងថាពេលនេះអាចជូនកាដូអ្វីខ្លះទេឲ្យពួកយើងគ្រប់គ្នាមើលឲ្យបានច្បាស់ ត្រកូលលោកសោយធនយូរហើយចៅវាយក្មេងត្រកូលលោកស្អីគេមើលទៅពួកគេរងចាំធ្វើបាបខ្ញុំដល់ចិត្តណាស់កុំត្រាប្រមូលលុយនៅតាមផ្លូវនៅឡើយទេពេលនេះពិតជាគ្មានអ្វីសោះចៅវាយក្មេងលូនឹកឃើញកាលពីមុនអ្នកគ្រាន់តែក្រវីដៃក៏ឲ្យធូបតម្លៃ20,000មកខ្ញុំមួយឈុតមិនមែនពេលនេះសំបីតែកាដូក៏គ្មានលុយទិញដែរឬប្រយ័ត្នចាំមួយផ្លែតចុងគូប្រកាសជាបានរៀបចំកាដូហើយរបស់នេះគឺគាត់ជាអ្នករើសដោយផ្ទាល់ដៃខ្ញុំនឹងចុងគង់សូមជូនពរលោកតាឲ្យមានសំណាងល្អនិងអាយុយឺនយូរតែឡងជាង3ឆ្នាំតម្លៃវាត្រឹមតែ2ទៅ3,000ប៉ុណ្ណោះគិតតែថាគ្រូសាលូរបស់អ្នកឯងនៅរុងរឿងឯងលក់ឆុងគង់លើកណាមិនជូនព្រះពុទ្ធមាសនិងក្បូងថ្មឥឡូវគ្រូសាលូរបស់អ្នកឯងដួលរំហើយក៏យករឿងសម្រាមនេះមកធ្វើឲ្យខ្ញុំខ្ពើមប៉ានេះជាកាដូដែលកូនរកលុយទិញដោយខ្លួនឯងក៏រាប់ថាជាទឹកចិត្តរបស់ពួកគេដែរឆុងគង់កាដូនោះខ្ញុំរើសវាយូរណាស់ហើយអូយលោកតាយ៉ាងណាមិញលូឆុងគង់នេះលែងជាចៅវាយក្មេងរបស់គ្រូសាលូទៀតហើយគេអាចជូនបានតែរបស់ដែលគ្មានតម្លៃទាំងនេះទេគុំប្រមាថរបស់ខ្ញុំលោកអ៊ីឈិននៅក្មេងសោះក៏បានក្លាយជាប្រធានផ្នែកលទ្ធកម្មរបស់ក្រុមហ៊ុនជីសឹងគ្រប់សាខាជាងឆឹងហើយក្រុមហ៊ុនជីសឹងគ្រប់ខ្លាំងជាងគ្រូសាលូនៅសម័យរុងរឿងដល់ទៅ10 ដងឯណោះខ្ញុំស្នើឲ្យកូនស្រីខ្ញុំលីនយូទូតំណែងនៅរោងចក្រផ្លាស្ទិករបស់អ្នកទាំងពីរដើម្បីឲ្យប្តីប្រពន្ធពួកគេអាចជួយរួមចំណែកដល់គ្រួសារលីនរបស់យើងបានកាន់តែច្រើនមិនបានទេរោងចក្រផ្លាស្ទិកនៅតំបន់ខាងកើតខ្ញុំបានក្រុងឲ្យឆុងគង់ទទួលតំណែងហើយបាទរោងចក្រផ្លាស្ទិកនៅតំបន់ខាងកើតគឺជាថ្លៃបណ្ណាការរបស់ខ្ញុំអ្នកចង់ប្រកូលវាឲ្យគេមែនទេនៅក្នុងពិភពចំនួនគ្រប់គ្នាតែងតែគិតមុខឲ្យគ្រួសារលូពីមុនប៉ុន្តែឥឡូវនេះតាមានដៃគូជំនួយណាមើលឃើញគេទៀតរោងចក្រផលិតផ្លាស្ទិកតំបន់ខាងកើតមិនអាចឲ្យលោកជុងកងទទួលដាច់ខាតរោងចក្រផលិតផ្លាស្ទិកនៅតំបន់ខាងកើតជាកម្លាំងឈាមតខ្លួនរបស់ខ្ញុំចង់ឲ្យនរណាគឺឲ្យម្នាក់នោះជុំកងទូបេឥឡូវនេះគេធ្លាក់ខ្លួនក៏ពិតមែនប៉ុន្តែឲ្យតែខ្ញុំផ្ដល់ឱកាសឲ្យគេនឹងអាចស្ដារមុខមាត់ឡើងវិញបានស្ដារមុខមាត់ឡើងវិញនោះត្រូវការខ្សែបណ្ដាញធនធាននិងលុយកាក់ឥឡូវនេះគេលែងជាកំឡោះត្រកូលលូទៀតហើយចង់បានធនធានក៏គ្មានធនធានចង់បានខ្សែបណ្ដាញក៏គ្មានខ្សែបណ្ដាញចង់បានលុយតើគេមានលុយប៉ុន្មានទៅខ្ញុំសូមប្រឆាំងដាច់ខាតខ្ញុំជឿជាក់លើការមើលឃើញរបស់ខ្ញុំជុំកឹងប្រកាសជានឹងធ្វើឲ្យរោងចក្រផ្លាស្ទិករបស់យើងកាន់តែរីកចម្រើនមួយកម្រិតទៀតលីជុងនិងវ៉ាងកឹងវិនតើមាននរណាមិនខ្លាំងជាងលូឆុងកងអាស្រ័យលើចំណុចនេះអ្នកមិនអាចទទួលយករោងចក្រផ្លាស្ទិកបានទេលោកជូលីនិងពេជ្រសេញយ៉ាបានមកដល់ហើយបើកាដូដែលបានផ្ញើមកអាចជួយយើងឲ្យសម្រេចគោលដៅនេះបានអញ្ចឹងខ្ញុំបានមកដល់ហើយ